នេះគឺជាអត្ថបទជីវប្រវត្តិរបស់លោកគ្រូទួយសំអ៊ុនដែលត្រូវបានរៀបរៀងឡើងវិញឲ្យមានសេចក្តីលម្អិតបញ្ជាក់ពីពេលវេលានិងមានអត្ថន័យស៊ីជម្រៅដើម្បីទុកជាអនុស្សាវរីយ៍និងជាគំរូសម្រាប់កូនចៅជំនាន់ក្រោយជីវប្រវត្តិសង្ខេបនិងដំណើរជីវិតតស៊ូរបស់លោកគ្រូទួយសំអ៊ុន 1. កុមារភាពនិងការសិក្សាចន្លោះឆ្នាំ 1951 ទៅ 1970 លោកទួយសំអ៊ុនកើតនៅឆ្នាំ 1951 ក្នុងទឹកដីដ៏សែនមនោរម្យនៃភូមិថ្នោតឃុំពារៀមស្រុកបាទីខេត្តតាកែវលោកគឺជាបុត្រារបស់លោកតាអួចនិងលោកយាយសេងក្នុងចំណោមបងប្អូនបង្ការបង្កើតចំនួន 6 នាក់ក្នុងវ័យកុមារភាពដោយសេចក្តីស្រែកឃ្លានចំណេះដឹងនិងសទ្ធាជ្រះថ្លាលោកបាំងបួកជាសាមណេរដើម្បីសិក្សារៀនសូត្រនៅធម៌វិន័យនិងវិជ្ជាអក្សរសាស្ត្រនៅក្នុងវត្តការរស់នៅក្នុងជីវភាពជាអ្នកបួសនេះហើយដែលបានសាបប្រូរនៅសីលធម៌និងការអត់ធ្មត់យ៉ាងខ្ជាប់ខ្ជួនក្នុងចំណេះដឹងដល់រូបលោក 2. ការកសាងគ្រួសារនិងអាជីពការងារចន្លោះឆ្នាំ 1970 ទៅ 1990 ក្រោយពីបានបញ្ចប់ការសិក្សានិងលាចាកសិក្ខាបទមកជាគ្រូហោះវិញលោកបានចាប់យកអាជីពជាគ្រូបង្រៀនដែលជាការងារដ៏មានកិត្តិយសក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកំឡុងពេលនោះលោកបានជួបប្រសពនិងរៀបអាពាហ៍ពិពាហ៍យ៉ាងសមសួនជាមួយអ្នកស្រីណុលយឹមជាអកុសលដូចប្រជាជនកម្ពុជាដទៃទៀតដែរលោកនិងក្រុមគ្រួសារប្រហែលជាបានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃរបបខ្មែរក្រហម 1975 ទៅ 1979 ប៉ុន្តែដោយសារបុណ្យបារមីនិងការតស៊ូលោកបានឆ្លងផុតគ្រាដ៏ខ្មៅងងឹតនោះហើយបានមករួមរស់កសាងជីវិតថ្មីជាមួយភរិយានិងកូនយ៉ាងមានសុភមង្គល 3. ការបដូរទីលំនៅនិងការតស៊ូនៅទឹកដីខេត្តកណ្ដាលឆ្នាំ 1990 ទៅបច្ចុប្បន្នដើម្បីស្វែងរកឱកាសនិងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនលោកទាំងពីរបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិព្រែកសំរោងឃុំតាខ្មៅស្រុកតាខ្មៅគ្រឹះថ្មីបច្ចុប្បន្នខេត្តកណ្ដាលនៅទីនោះលោកទាំងពីរបានបំពេញតួនាទីជាមេគ្រួសារដ៏រឹងមាំលោកទួយសំអ៊ុនបន្តអាជីពជាគ្រូបង្រៀនផងនិងបំពេញការងារជាអ្នកគ្រប់គ្រងផ្នែកម៉ាស៊ីនខ្យល់នៅក្នុងរោងចក្រកនឡានអ្នកស្រីណុលយឹមជាមេផ្ទះដ៏ចំណាននិងជាអាជីវករលក់ដូរនៃផ្សារតារាងបាល់តាខ្មៅ 4. ផ្លែផ្កានៃការលះបង់កូនទាំង 7 រូបក្រោមដំណក់ញើសនិងឈាមនៃការតស៊ូមិនខ្លាចនឿយហត់មិនគិតយប់ថ្ងៃលោកទាំងពីរបានចិញ្ចឹមបីបាច់បុត្រាបុត្រីទាំង 7 រូបឲ្យបានទទួលការសិក្សាខ្ពង់ខ្ពស់និងមានមុខរបរការងាររៀងៗខ្លួនរួមមានលោកទួយសុផុនលោកទួយសុផៃលោកអួចរិទ្ធីអ្នកស្រីអួចគុលទីដាលោកអួចសៅរិទ្ធីលោកអួចសុវណ្ណនិងលោកអួចពុទ្ធិចំណឹកដ៏គួរឲ្យគោរពមិនត្រឹមតែចិញ្ចឹមកូនបង្កើតទាំង 7 នាក់ប៉ុណ្ណោះទេលោកទាំងពីរក៏មានទឹកចិត្តសប្បុរសធម៌ដ៏ទូលំទូលាយដោយបានចិញ្ចឹមបីបាច់ថែរក្សាទាំងកូនក្មួយនិងបងប្អូនបង្កើតព្រមទាំងជួយជ្រោមជ្រែងអ្នកដទៃឲ្យមានជោគវាសនាល្អរហូតដល់បច្ចុប្បន្នទោះបីជាកូនចៅមានគ្រួសារនិងការងាររឹងមាំអស់ហើយក្តីក៏លោកទួយសំអ៊ុននិងភរិយានៅតែជាម្លុបដ៏ត្រជាក់ត្រជុំជាគ្រូដ៏ល្អនិងជាឪពុកម្ដាយដែលមានគុណធម៌ខ្ពង់ខ្ពស់ជីវិតរបស់លោកគឺជាសក្ខីភាពនៃការតស៊ូអត់ធ្មត់និងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌដែលបានប្រែក្លាយវាសនាពីក្មេងវត្តម្នាក់មករួមចំណែកកសាងសង្គមនិងកសាងគ្រួសារដ៏មានសុភមង្គលបំផុត